ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេស្លឹកគ្រៃខ្ញុំចាល្អមែនតែនឲ្យទៅដល់ខែល្ងាខ្ញុំកាត់វាទុកហើយដោយសារទឹកខែល្ងាស្លឹកវាឡើងក្រហមមកបងប្អូនហើយបើយើងចង់បានស្លឹកញ៉ាំដែរយើងត្រូវកាត់ឥឡូវហើយស្រួលណាស់បងប្អូនចាតែមកគុំឯនេះចាបានច្រើនមែនតែនធំណាចាហើយក៏ខ្ញុំទុកពូជខ្លះដែរហ្នឹងហើយស្រួលបងប្អូនយើងយកមកហាន់វាទៅកិនវាហើយជាស្រេចហើយគ្រួសារខ្ញុំគាត់ដាំម្ដេងដាំល្មៀតដាំខ្ជាយមកកាផ្លេហើយស្លឹកក្រូចសើចចឹងហើយកិនវាទុកណាបងប្អូនទុកបានយូរចាយើងដាក់កតូដាក់ថងទៅចាយើងដាក់ចង់ស្លអីស្លការីស្លប្រហើរស្លម្ជូរគ្រឿងអីយើងដាក់មួយប៉ែកចឹងណាបងប្អូនចាវាអញ្ចឹងណាចឹងហើយចាហើយដល់ពេលយើងស្រួលដែរពេលណាយើងស្លយើងមិនបាច់ចាំបុកវាទៀតណាបុកម្ដងគឺប្រឡាក់ម៉ាស៊ីនដែរចាបងប្អូនមានធ្វើដូចខ្ញុំដែរឬទេបើចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច follow page ខ្ញុំម្នាក់មួយផង like and share